កាលពីយូរមកហើយនៅជាយុគព្រៃស្រស់ស្អាតមួយមានទន្សាយតូចម្នាក់ឈ្មោះប៊ុនណារស់នៅជាមួយម្ដាយនៅក្បែរភ្នំតូចមួយគាត់ជាទន្សាយក្មេងស្លូតបូតនិងចង់ដឹងចង់ឃើញម៉ែខ្ញុំចង់បានព្រះច័ន្ទម្ដងព្រះច័ន្ទនៅឆ្ងាយណាស់កូនប៉ុន្តែការមើលវាក៏អាចធ្វើឲ្យចិត្តយើងរីករាយបានដែរប៉ុន្តែប៊ុនណាមិនចង់បោះបង់សុបិនរបស់គាត់ទេគាត់ចាប់ផ្ដើមលោតឡើងខ្ពស់ប៊ុនណាប្រមូលផ្កាព្រៃយកមកតម្រៀបជាគំនរដូចជាជណ្ដើរតូចគាត់ព្យាយាមឈរលើវាគាត់ប្រមូលផ្កាព្រៃដើម្បីជួយលើកខ្លួនឲ្យខ្ពស់ជាងមុនប៉ុន្តែព្រះច័ន្ទនៅតែឆ្ងាយប៊ុនណាអើធ្លាក់យ៉ាងស្រាលពីថ្មហើយអង្គុយស្ងៀមមិនឈឺប៉ុន្តែខកចិត្តហេតុអ្វីខ្ញុំមិនអាចប៉ះវាបានប៊ុនណាអង្គុយយំនៅលើថ្មទឹកភ្នែកតូចភ្លឺក្រោមពន្លឺព្រះច័ន្ទព្រៃស្ងប់នៅពេលនោះប៊ុនណាមានអារម្មណ៍ថាសុបិនរបស់គាត់នៅឆ្ងាយពេកសត្វហោះតូចមានពន្លឺទន់ហោះចេញពីព្រៃវាមកជិតប៊ុនណាហេតុអ្វីបានជាទន្សាយតូចយំប៊ុនណារៀបរាប់រឿងសត្វហោះតូចស្ដាប់ដោយញញឹមហើយហោះជុំវិញគាត់ហើយគាត់ប្រាប់ទៅសត្វតូចនៅថាខ្ញុំគ្រាន់តែចង់ប៉ះព្រះច័ន្ទម្ដងប៉ុណ្ណោះសត្វហោះតូចនាំប៊ុនណាមើលទៅមេឃបង្ហាញព្រះច័ន្ទហើយបង្ហាញបឹងនៅខាងក្រោមនៅក្បែរនោះថាព្រះច័ន្ទអាចនៅឆ្ងាយលើមេឃប៉ុន្តែពន្លឺរបស់វាអាចនៅជិតជាងណាស់តើឯងដឹងទេប៊ុនណាមើលទៅក្នុងបឹងគាត់ឃើញពន្លឺព្រះច័ន្ទឆ្លុះក្នុងទឹកភ្នែកគាត់ភ្លឺឡើងដោយសប្បាយចិត្តថាព្រះច័ន្ទនៅក្នុងបឹងនៅក្បែរយើងសោះហេតុអ្វីយើងត្រូវខូចចិត្តប៊ុនណារត់ទៅបឹងតូចស្មៅហើរតាមខ្យល់ពន្លឺព្រះច័ន្ទលើភ្លៅប៊ុនណារត់ទៅកាន់បឹងដោយបេះដូងពោពេញដោយក្តីសង្ឃឹមថ្មីប៊ុនណាយកជើងតូចប៉ះផ្ទៃទឹករលកតូចបែកចេញពន្លឺព្រះច័ន្ទរលងលើទឹកដ៏សែនមនោរម្យប៊ុនណាម្ដាយនិងសត្វហោះតូចអង្គុយជិតបឹងមើលព្រះច័ន្ទបន្ទាប់ពីយប់នោះប៊ុនណាដឹងក៏ថាអ្វីដែលយើងស្រឡាញ់អាចនៅជិតយើងប្រសិនបើយើងមើលវាគិតថាអ្វីដែលចង់បានអ្វីដែលយើងមិនបានគិតសូមគិតថាមុនចង់បានអ្វីមួយគិតឲ្យបានគ្រប់ជ្រុងជ្រោយអ្វីជាអ្វី